បាទជំរាបសួរនឹងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំមកធ្វើការបង្ហាញជាមួយនឹងមេរៀនដែលខាងខ្ញុំ free ឲ្យសម្រាប់បងប្អូនខ្លះដែលគាត់ថ្មីនៅក្នុងការថតរូបបាទអញ្ចឹងពីច្រើនគឺបងប្អូនដែលគាត់បានជាវទៅនឹងមេរៀនpreset បាទពណ៌ដែលមានស្រេចរបស់ពួកយើងនេះហើយយើងមានមេរៀន free ហើយឥឡូវនេះពាក់ព័ន្ធជាមួយនឹងការថតដោយសារបងប្អូនខ្លះគាត់ថ្មីទាំងអស់អញ្ចឹងយើងមាន free ដែរបាទនៅក្នុងនេះយើងអត់បានរៀបចំឲ្យទេប៉ុន្តែខ្ញុំបានយកមេរៀនដែលយើងធ្លាប់រៀនបុគ្គលិកអង្គការបាទអញ្ចឹងខ្ញុំព្យាយាមរៀងលម្អិតតិចដែរដោយសារនៅក្នុងនេះសំទោសអត់លម្អិតប្រហែលទេប៉ុន្តែនៅសារក្នុងនេះវាច្រើនអញ្ចឹងខ្ញុំព្យាយាមធ្វើមិនសង្ខេបឲ្យបានកាន់តែលឿនឲ្យបងប្អូនកាន់តែយល់បានច្រើនដែរបាទបើសិនជាបញ្យល់ច្រើនពេកអាចនឹងបងប្អូនវែងដូចគ្នាសារមេរៀនវាច្រើនបាទអញ្ចឹងនៅក្នុងនេះយើងប្រើសម្រាប់ប្រព័ន្ធផ្សព្វផ្សាយហើយដោយសារនេះយើងបរៀនជាមួយបុគ្គលិកអង្គការបាទភាគច្រើនគឺគាត់យករូបថតហើយនឹងរូបវីដេអូរបស់អតិថិជនសំទោសគឺក្មេងៗឬក៏ចាស់ជ្រាយហ្នឹងគាត់យកទៅផលិតបាទផលិតដើម្បីស្វែងរកជំនួយបាទអញ្ចឹងនៅក្នុងនេះបងប្អូនមើលយើងបាទយើងមើលបាទនៅក្នុងពាក្យថា media នេះគឺមានន័យថាប្រព័ន្ធទំនាក់ទំនងនោះមានអីខ្លះបាទឬក៏ប្រព័ន្ធផ្សព្វផ្សាយបាទមានអីខ្លះនៅក្នុង media នេះគឺជាប្រព័ន្ធផ្សព្វផ្សាយឬជាមធ្យោបាយដើម្បីធ្វើទំនាក់ទំនងនោះមានសារជាអក្សរបាទដូចជាឧទាហរណ៍បងប្អូនសរសេរអក្សរផ្ញើទៅគេអាហ្នឹងហៅ media ដូចគ្នាទៅបាទហើយយើងមានជារូបភាពជាសំឡេងជាវីដេអូអញ្ចឹងយើងផ្ដោតជាមួយរូបភាពនិងសំឡេងបាទរូបភាពនេះឧទាហរណ៍បងប្អូនអាចដាក់ជាប៉ាយនៅមុខហាងបាទហ្នឹងបាទជា media បែបរូបភាពហើយជាវីដេអូបាទការរៀបចំទៅលើឧបករណ៍ថតរបស់យើងឥឡូវយើងមើលណាបាទសម្រាប់ការថតមិនខ្វល់តែជាទូរស័ព្ទដៃឬក៏ជាកាមេរ៉ាទេនៅពេលដែលបងប្អូនថតវាមានការតម្រង់ទិសហ្នឹងគឺពី orientation ណាបាទមានពីរប្រភេទគឺថតវិជ្ជាយើងហៅថា portrait ផ្ដេកយើងហៅថា landscape បែបនេះគឺវិជ្ជាបែបនេះគឺផ្ដេកដែលថតឲ្យបានប្រើគ្រប់ស្ថានភាពទាំងអស់ហើយមិនសូវជាខូចរូបដែលយើងអាចយកមកប្រើប្រាស់បានពេលក្រោយបានច្រើនគឺយើងថតបែបផ្ដេកអញ្ចឹងភាគច្រើនបងប្អូនដែលគាត់កាន់ទូរស័ព្ទដៃក៏ថតបែបវិជ្ជានេះអញ្ចឹងទីបងប្អូនថតវិជ្ជាបងប្អូនយកទៅផុសនៅលើ YouTube តែត្រូវអត់បាទអត់ត្រូវទេដោយសារអេក្រង់កុំព្យូទ័រឬក៏ទូរទស្សន៍គឺគេមើលផ្ដេកបែបនេះណាបាទអញ្ចឹងយើងថត landscape មកបើបងប្អូនចង់ដាក់នៅលើ TikTok យើងអាច crop វាបានណាបាទយើងអាចកាត់វាបានដូចគ្នាអញ្ចឹងថត portrait បែបនេះភាគច្រើនយើងអត់ថតទេបើថតលើកលែងដែលយើងថតបែបmodel ហើយយើងដាក់ជាប៉ាណូបញ្ឈរនៅមុខហាងអីចឹងទៅណាបាទតែដូចខ្ញុំបញ្ជាក់អញ្ចឹងបើបងប្អូនថតបែប landscape នេះយើងអាចកាត់វាពេលក្រោយបានណាបាទអញ្ចឹងមើលកន្លែងហ្នឹងបើយើងចង់រូបរបស់យើងឲ្យប្រើប្រាស់បានគ្រប់ជ្រុងជ្រោយគ្រប់កន្លែងយើងអាចទៅថត landscape បាទមួយទៀតពាក់ព័ន្ធមួយ ratio បាទនេះខ្ញុំដាក់ ratio កោះណាអត់មានអីទេ ratio ការកំណត់ទំហំទទឹងនឹងបដោយនៅក្នុងនេះគឺគេគិតអំពីទ្រង់ទ្រាយណាបងប្អូនទ្រង់ទ្រាយ1គុណនឹង1នេះបាទ 1.1 នេះស្មើនឹងការ៉េណាបាទហើយទ្រង់ទ្រាយកុំព្យូទ័រឬក៏ទូរស័ព្ទដៃរបស់យើងក្រោយនេះគឺភាគច្រើន1សំទោស 16.9 មានន័យថាតម្រងវានេះជាប្រភេទទេបាទនេះ16 9បាទ16 9ហើយនេះ4.5យើងមើលទៅសញ្ញាការ៉េតែមែនទេបាទហើយនេះ2.3 2.3 ឬបើយើងផ្ដេកមកវិញមកហៅ 3.2 វិញបាទតម្រងនេះគឺភាគច្រើនវាមាននៅក្នុងកាមេរ៉ា full frame ដែលកាមេរ៉ាធំឬក៏ទូរស័ព្ទដៃយើងភាគច្រើនវា 2.3 ដែរបាទដោយសារ sensor គេធ្វើមក 2.3 តែនៅពេលបងប្អូនថតបែបនេះវាមើលឃើញទៅបីយើងមើលឃើញថាវាថតទៅរូបបានតែពាក់កណ្ដាលអេក្រង់ទូរស័ព្ទប៉ុន្តែប្លង់មើលទៅគឺឃើញច្រើនឃើញរូបភាពច្រើនជាងមានន័យថាវាប្រើទំហំ sensor របស់វាទាំងអស់ហើយបើយើងចង់ឲ្យរូបនោះមកការ៉េយើងអាច crop វាបានពេលក្រោយចង់វាមកបែបនេះយើងអាច crop បានពេលក្រោយដែរប៉ុន្តែបងប្អូនថតយើង complete ថាត្រូវផ្ដេកណាបាទបើពេលផ្ដេកគឺ 3.2 វិញណាបាទហើយនេះ full portrait ដូចនេះគឺនេះឯងបាទគាត់នៅគេថតមកបញ្ឈរវិញអញ្ចឹងបងប្អូនឃើញលេខនេះវីដេអូបាទចឹងនេះរូបភាពជាក់ស្ដែងបាទនៅឧទាហរណ៍បាទនៅក្នុងកាមេរ៉ារបស់យើងពេលថតទៅបងប្អូនឃើញចឹងដូចគ្នាតែភាគច្រើនទំហំដែលពេញទំហំពេញ sensor របស់យើងគឺ 2.3 ឬ 3.2 ហ្នឹងបាទអញ្ចឹងនៅក្នុងកាមេរ៉ានិងទូរស័ព្ទដៃដូចគ្នាណាបាទនេះទំហំអេក្រង់ទូរទស្សន៍ឬក៏កុំព្យូទ័រអញ្ចឹងបងប្អូនឃើញអានេះសេរីក្រោយទៀតបើអត់មានទេអត់ត្រូវស្តង់ដារទេគេមើលណាបើនេះបាទអញ្ចឹងឧទាហរណ៍នេះទូរទស្សន៍គេធ្វើមក 16.9 អញ្ចឹងបើដល់ពេលយើងថត ratio បែបនេះគឺវាមើលអត់ទេវានៅសល់កន្លែងនេះបាទ
ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងគុណភាពរូបភាពរបស់យើងគុណភាពរូបភាពនេះបើនៅលើកាមេរ៉ាយើងនឹងឃើញកន្លែងកំណត់ហ្នឹងយើងកំណត់ជា file raw នេះជា file ឆៅហើយ JPEG នេះជា file ដែលវាសម្រាប់ហើយឬក៏ជា file ដែលវាបំលែងហើយយើងអាចយកមកមើលលើទូរស័ព្ទដៃយើងអាចយកផុសនៅលើ Facebook លើអីបានហើយនៅពេលដែលយើងមើលលើ computer ក៏បានដូចគ្នាសម្រាប់ raw នេះមិនមែនជា file ប្រភេទដែលយើងអាចផ្ញើទៅឲ្យគេមើលបានទេ raw នេះជា file ឆៅដែលមានទិន្នន័យទាំងអស់នៅក្នុងកាមេរ៉ាពេលវាចាប់យករូបភាពមកអញ្ចឹងនៅពេលឧទាហរណ៍ថាបងប្អូនថតមករូបរបស់យើងឆេះឬក៏ងឹតខ្លាំងអីយើងប្រើ raw file នេះដើម្បីតម្លាក់តម្លើងមកវាអាចមាននៅសល់ព័ត៌មានខ្លះដែរបាទអញ្ចឹងទំហំវាធំជាង JPEG នេះអញ្ចឹងហេតុអីបានគេកំណត់យក raw មួយ JPEG មួយដោយសារពេលខ្លះយើងថតយើងអាចបានមើលរូបរបស់យើងថតមកខូចអីចឹងទៅគេចូលទៅកែនៅក្នុង raw ហើយបាទអញ្ចឹងមានន័យថារូបរបស់យើងមានរបស់សកួរមួយប៉ុន្តែក៏មិនមែនបានន័យថាយើងថតមកវាអាចកែបានទាំងអស់ដែរវាអាចជួយបានខ្លះសម្រាប់ raw fileចឹង raw file នេះគេថតនៅលើកាមេរ៉ាហើយកែនៅលើ computer ណាបាទនៅលើទូរស័ព្ទដៃទំនើបមាន raw file ដូចគ្នាគាត់ណាបើបងប្អូនថត raw file រូបរបស់យើងយកចេញមកស្អាតទេគឺត្រូវតែកែសិនបាទហើយភាគច្រើនគឺយើងមាន JPEG ចឹង raw file ហើយនឹង JPEG បងប្អូនត្រូវយកទាំងពីរហ្នឹងតែបើថាអត់វាសំខាន់ទេយើងយកតែ JPEG នេះក៏បានដែរចឹងចាប់ពីក្រោមនេះមកគឺ JPEG នេះវាដាក់ file extra file បាទ extra file នេះល្អខ្លាំងល្អអានេះ standard បាទចឹងនេះស្ដាយជាទំហំរបស់រូបភាពណាបាទទំហំគុណភាពបាទសំទោសគុណភាពរូបភាពរបស់យើងចឹងឲ្យបងប្អូនកុំភ្លេចកន្លែងនេះបើមាន2យើងយក2ណាភាគច្រើនកាមេរ៉ាមានទាំងកាមេរ៉ា angle ជ្រុងកាមេរ៉ាសម្រាប់ការកាន់ជ្រុងកាមេរ៉ានេះគឺវាមានអត្ថន័យរបស់វាទាំងអស់យើងមានជ្រុងពីលើក្បាលបាទប្រឆិតមកបាទពីលើមកក្រោមប្រឆិតបន្តិចបាទភ្នែកបាទកម្ពស់ទៅភ្នែកបាទកាន់កាមេរ៉ាយើងអានេះទោះបីជាកាមេរ៉ាថតរូបសិលឹកឬក៏វីដេអូដូចគ្នាទេបាទពីលើពីក្រោមទៅលើពីក្រោមខ្លាំងទៅលើដូចគ្នាសម្រាប់ការកាន់ជ្រុងកាមេរ៉ានេះវាអាចបង្ហាញអត្ថន័យទៅលើមនុស្សរបស់យើងទីហោះ subject របស់យើងថតពីលើមកក្រោមធ្វើឲ្យមនុស្សរបស់យើងហាក់ដូចជាមានឋានៈទុតទាបបើខាងនេះធ្វើឲ្យគាត់ហាក់ដូចជាមើលទៅតួអង្គដែលមានអំណាចអីចឹងណាបាទហើយបើយើងថតចំជ្រុងដែលកម្ពស់ស្មើភ្នែកនេះមានន័យថាជារូបភាពទូទៅសាមញ្ញធម្មតាឧទាហរណ៍ថាបងប្អូនមើលគាត់កម្ពស់ប៉ុណ្ណឹងអញ្ចឹងកាមេរ៉ាថតកម្ពស់ប៉ុណ្ណឹងជាងរូបហ្នឹងគេធ្លាប់ឃើញហើយចាំបងប្អូនថតបែបនេះរូបអត់ធ្លាប់ឃើញទេឧទាហរណ៍មួយទៀតបងប្អូនទៅថតផ្កាឬថតតកៅតែបងប្អូនថតពីណាយើងថតចិត្តខ្លាំងហើយយើងថតពីលើមកក្រោមបាទយើងឈរពីលើមកក្រោមអញ្ចឹងមើលទៅរូបហាក់ដូចប្លែកព្រោះភ្នែកអត់ដែរឃើញណាបាទតែបើយើងឈរថតធម្មតាយើងអត់ចូលទៅចិត្តហើយយើងឈរកម្ពស់ពីលើមកក្រោមមុំទេអាហ្នឹងមើលទៅដូចភ្នែកយើងមើលអញ្ចឹងនៅក្នុងហ្នឹងគឺវាមានអត្ថន័យទាំងអស់អញ្ចឹងនៅក្នុងហ្នឹងគឺសិល្បៈដែរធ្វើម៉េចឲ្យរូបភាពរបស់យើងមើលទៅប្លែកចឹងនៅក្នុងនេះកាមេរ៉ា angle ហើយយើងមានច្រើនមានពីលើមកក្រោមនេះបាទពីលើអាកាសមកបាទគេហៅ bird eye ឬក៏ aerial នេះភាគច្រើនគេប្រើ drone ហើយ overhead នេះថតពីលើក្បាលបាទនេះប្រឆិត high angle បាទថតពីខ្ពស់មកតែប្រឆិតតិច eye level នេះកម្ពស់ភ្នែក POV នេះគឺថតចេញពីភ្នែករបស់ subject វិញពីភ្នែករបស់ model របស់យើងវិញអញ្ចឹងទីហោថាគាត់មើលឃើញអីយើងមើលឃើញដូចគ្នាអញ្ចឹងភាគច្រើនគេដាក់លើ action camera ពេលដែលគេជិះម៉ូតូជិះអីបាទគេធ្វើឲ្យអ្នកដែលមើលហ្នឹងហាក់ដូចជាគាត់កំពុងជិះកង់ដែរអូខេមួយទៀតពី low angle ពីក្រោមទៅលើអានេះដូចគ្នា worm eye នេះពីក្រោមខ្លាំងទៅលើប៉ុណ្ណានេះភាគច្រើនវាជាប់នឹងដីទៅលើណាបាទហើយនេះដូចគ្នានេះរូបភាពជាក់ស្ដែងបាទ eye level កម្ពស់ភ្នែក low angle បាទពីលើទៅក្រោមអានេះ knee angle កម្ពស់ជង្គង់ground level កម្ពស់ជើងរបស់គាត់បាទហើយ high angle ពីទីខ្ពស់មក hip level ត្រឹមចង្កេះគាត់នេះ shoulder level បាទត្រឹមស្មា duck angle នេះគឺយើងថតបែបប្រឆិតហើយដែលប្រឆិតដោយសារតែយើងចង់ប្រាប់ថារូបហ្នឹងគឺអារម្មណ៍របស់គាត់ហ្នឹងកំពុងតែកលាប់ចាក់អញ្ចឹងតែបាទនៅក្នុងនេះ overhead បាទពីលើមកក្រោម aerial នេះបាទពីទីខ្ពស់មកពីលើអាកាសមកបាទអូខេយើងទៅទៀតហើយនេះពាក់ព័ន្ធជាមួយនឹង background និង foreground background ទេសភាពខាងក្រោយ foreground ទេសភាពខាងមុខអញ្ចឹងនៅក្នុងប្លង់ថតវាមាន3ប្លង់ plane of view ហ្នឹងបាទអញ្ចឹងវាមានកដាលខាងក្រោយនិងខាងមុខពេលភាគច្រើនបងប្អូនថតយើងថតមានតែ2ទាំង middle ground និង background ដោយសារយើងឲ្យ subject របស់យើងប្រធានបទសន្ធរហ្នឹងហើយបាទប្រធានរបស់យើងនៅកដាលទៅហើយយើងមាន background អីចឹងទៅតែភាគច្រើនយើងថតមនុស្សឧទាហរណ៍ថតមនុស្សនៅនេះ
ចឹង background របស់យើងនៅនេះទៅនៅពេលដែលថតឡើងនេះវាសំខាន់ដោយសារនៅក្នុង lens របស់យើងនៅពេលដែលយើងថតគឺវានឹង blur វា blur តាមកម្រិត lens ហ្នឹងវាអាច blur តិច blur ច្រើនចឹងទៅចឹងឧទាហរណ៍តែបងប្អូនថតទៅដើមឈើនេះយើង focus យើងបដោតចុចបដោតឲ្យចំចុច focus ចំដើមឈើមកbackground របស់យើង blur ហើយអាមុខនេះក៏ blur ដែរចឹងមានថាវា blur ទាំងមុខទាំងក្រោយលើកលែងតែដើមឈើនេះទេបាទអញ្ចឹងមួយទៀតបើឧទាហរណ៍បងប្អូនថត focus មកចំមនុស្សអញ្ចឹងមនុស្សនេះគាត់លេងជា foreground ហើយមនុស្សនេះទៅជា middle ground នេះបាទអញ្ចឹងមនុស្សហើយខាងក្រោយនេះជា background អានេះក៏ background ដែរអានេះ blur អានេះ blur ខ្លាំងចឹងទៅប៉ុន្តែអត់មាន foreground ទេណាបាទអញ្ចឹងកន្លែងនេះវាអញ្ចឹងណាមានន័យថា lens របស់យើងនៅពេលដែលយើង focus កាមេរ៉ារបស់យើងហ្នឹងពេលដែលយើង focus ចំតាណាខាងមុខក៏ blur ខាងក្រោយក៏ blur បាទcòn នៅខាងមុខវាគិតចាប់ថានៅក្បែរ subject ដែលយើង focus ហ្នឹងប៉ុណ្ណាអ្នកដែលនៅក្បែរអត់សូវជា blur ទេតែណាកាន់តែឆ្ងាយគឺកាន់តែ blur អញ្ចឹងពាក្យច្រើនគឺ background វានៅឆ្ងាយជាងវានឹង blur ជាងហើយបាទហើយនេះជាឧទាហរណ៍ប្រាប់ពីកម្រិត blur អញ្ចឹងឧទាហរណ៍យើងថតចាប់យកគាត់ណាខាងក្រោយ blur ក្រោយ blur ក្រោយ blur ដែរបាទហើយខាងនេះឃើញ blur នៅខាងក្រោយហើយអានេះ blur ដែរតែដោយសារគាត់នៅជិតយើងឃើញ blur អត់សូវខ្លាំងទេវាព្រលឹកសូវខ្លាំងហើយនេះគឺជាកម្រិត lens របស់យើងកម្រិត millimeter របស់ lens 200 mm 200 mm ហ្នឹងបាទអញ្ចឹងយើងឃើញថាមើលទៅដូចជា zoom ជិតខ្លាំងអញ្ចឹងហើយអានេះមើលទៅរៀងធំធំបាទកាលណាអានេះកាន់តែធំវាអាចធ្វើឲ្យខាងក្រោយនេះអាច blur បានច្រើនដែរអញ្ចឹងកម្រិត lens វាមានតាមហ្នឹងបងប្អូនអានេះគេប្លង់ទលាយហើយបាទនេះឧទាហរណ៍ background foreground ដូចគ្នាបាទភាគច្រើនគឺវាមាននៅលើរោងភាពយន្តបើគេថតភាពយន្តគឺគេគិតបដោតទៅលើ background និង foreground មួយទៀតពាក់ព័ន្ធជាមួយនឹងបច្ចេកទេសដាក់ពន្លឺអញ្ចឹងនៅពេលដែលប្រើប្រាស់ពន្លឺបងប្អូនអាចប្រើជា flash ប្រើជា studio light ឬក៏ LED អញ្ចឹងទៅឬមួយទៀតយើងអាចប្រើពន្លឺធម្មជាតិរបស់យើងគឺពន្លឺព្រះអាទិត្យចឹងភាគច្រើននៅពេលដែលយើងថតបើយើងព្យាយាមគេចនៅពេលថ្ងៃត្រង់ឬក៏ម្ដុំថ្ងៃត្រង់ហ្នឹងពីព្រោះវាថ្ងៃវានៅចំកណ្ដាលយើងឬក៏អាចថាវានៅក្បែរ lens របស់យើងពេកចឹងយើងពិបាកនឹងការគេចចឹងវាធ្វើឲ្យពន្លឺនេះរត់មកចូលជាមួយនឹងសំទោសចូលជាមួយនឹង sensor របស់កាមេរ៉ាឬក៏ទូរស័ព្ទដៃយើងធ្វើឲ្យរូបរបស់យើងថតមកកង់ពន្លឺហើយមនុស្សនេះធ្វើឲ្យយើងចាប់មុខអត់បានច្បាស់អញ្ចឹងរបៀបដែលថតដែលត្រឹមត្រូវបងប្អូនមើលអញ្ចឹងនេះអត់ត្រូវទេដោយសារពន្លឺនេះវារត់ចូលនៅក្នុង sensor អញ្ចឹងខ្ញុំព្យាយាមសេរីបើយើងអ្នកដើរគេចអញ្ចឹងទីហោនេះនៅម៉ោង3ឬក៏ពេលព្រឹកព្រលឹមចុះអញ្ចឹងព្រះអាទិត្យនៅក្រោយយើងដើរមកខាងមុខតិចមកមនុស្សរបស់យើងនៅទីនេះពន្លឺបាញ់ចំមកមុខគាត់ហើយអត់បាញ់ចំមកអេក្រង់ lens របស់កាមេរ៉ាទេអញ្ចឹងវាអាចធ្វើឲ្យរូបរបស់យើងថតចាប់យកមកច្បាស់វាអត់កង់ពន្លឺហើយមុខរបស់យើងនេះមនុស្សរបស់យើងនេះក៏ភ្លឺដែរដោយសារពន្លឺព្រះអាទិត្យជួយតែបើសិនជាបងប្អូនថតផ្ទុយវិញហើយយើងយកមនុស្សមកដាក់នៅទីនេះមនុស្សមកដាក់នៅម្ដុំនេះខាងក្រោយមកហើយខាងក្រោយគាត់ព្រះអាទិត្យកាមេរ៉ានៅនេះវាធ្វើឲ្យកង់វិញណាបាទនេះអានេះគឺយើងថតទៅគឺដឹងតែងឹតតែម្ដងភាគច្រើនគឺយើងថតនៅមាត់សមុទ្រថ្ងៃរៀបលិចអីបាទអញ្ចឹងគឺវាកង់ប៉ុន្តែអានឹងវាចូលអត្ថន័យរូបភាពមួយទៀតអញ្ចឹងបងប្អូនចូលចិត្តសមោលទេយើងថតបែបហ្នឹងទៅអូខេអញ្ចឹងអស់ហើយយើងចូលទៅមេរៀនមួយទៀតប្លង់ថតណាបាទអូខេប្លង់ថតរបស់យើងចឹងនៅក្នុងប្លង់ថតនេះយើងរាប់ទាំងវីដេអូទាំងរូបស្លឹកដូចគ្នាដែលយើងហៅថា photography និង videography ណាបាទមេតិកាតកតងមួយការកំណត់កាមេរ៉ាប្លង់ថតស្លឹកវីដេអូយើងរួចហើយមិញបាទថតបែបផ្ដេកប្រឈរបាទត្រង់ទ្រាយរូបភាពទំហំຂະຫນាតគុណភាពរូបអីបាទរួចហើយប្លង់ថតស្លឹកបាទឥឡូវយើងមើលការថតស្លឹកហើយនឹងថតវីដេអូរបៀបកំណត់ប្លង់នេះយើងអាចច្បាច់បញ្ចូលគ្នាបានតាមបច្ចេកទេសរបស់យើងដើម្បីធ្វើឲ្យរូបរបស់យើងស្អាតអានឹងហៅថាសិល្បៈបាទចឹងនៅក្នុងប្លង់ថតឬក៏យើងហៅថា composition នេះគឺវាផ្ដោតទៅលើការផ្សំរូបរបស់យើងហ្នឹងថានៅទីតាំងមួយណាអញ្ចឹងភាគច្រើនដែលបងប្អូនថតគេហៅ rule of third 1/3 គឺអេក្រង់ទូរស័ព្ទរបស់យើងឬក៏កាមេរ៉ាហ្នឹងគឺវាមាន grid line នេះបើអត់មានទេបងប្អូនសេរីវាចេញបានតែបើអត់មានទេយើងឬក៏យើងអត់ចង់ដាក់អីចឹងយើងអាចស្មានបានណាមានន័យថាយើងត្រូវពុះអេក្រង់របស់យើងរូបរបស់យើងជា3ហើយមនុស្សរបស់យើងហ្នឹងតួអង្គសំខាន់របស់យើង subject យើងហ្នឹងវាត្រូវនៅចំម្ដុំនេះបាទម្ដុំនេះឬក៏ម្ដុំនេះបាទ 1/3 បាទមានន័យថាកន្លែង1 2 3ចឹងនៅចំទៅនេះណាបាទ
បើយើងយកមកដល់តនេះពេកវាអត់កើតតាមពិតបើមកដល់តនេះគឺវាធ្វើឲ្យបាត់រូបមនុស្សអញ្ចឹងហើយបានគេយកមកដុំនេះណាតាមពិតវាត្រូវនៅទៅនេះតែគេយកទៅនេះមកដើម្បីឲ្យយើងអាចនឹងមានចន្លោះខ្លះអាចមើលឃើញមនុស្សអស់បាទហើយបើយើងថតបែបហ្នឹងដោយសារយើងត្រូវការឲ្យមើលឃើញទេសភាពនៅម្ដុំនេះឲ្យដឹងថាតើគាត់ថតនៅទីតាំងណានៅផ្សារឬនៅផ្ទះបងប្អូនយកគាត់មកចំកដាលនេះខាងនេះយើងមើលបានបន្តិចខាងនេះបានបន្តិចអញ្ចឹងយើងអាចមើលដឹងថាគាត់នៅតាណាទេហើយណាមួយទីហោបើនៅកន្លែងនេះមានអក្សរមានអីចឹងទៅយើងថតនៅមុខហាងយើងអាចមើលដឹងថាអក្សរអីគេទេចាហ្នឹងជាប្លង់ថតមួយភាគ3ភាគច្រើនគេថតណាបងប្អូនបាទអញ្ចឹងវានៅតាមជ្រុងនេះណា subject យើងដាក់នៅទីនេះក៏បានទីនេះក៏បានហើយពេលខ្លះវាអាចដល់នៅខាងក្រោមនេះបានដូចគ្នាឧទាហរណ៍បងប្អូនថតដីហើយនឹងសមុទ្រមេឃហើយនឹងជាប់គ្នាយើងថតតម្រឹមតាមហ្នឹងទៅបន្ទាត់នេះវាអាចជួយតម្រង់កុំឲ្យយើងថតទៅផ្អៀង trade អីចឹងណាបាទមួយទៀតrepetition នេះគេហៅលំនាំថតដដែលបាទអីគេដែលមើលទៅដដែលមិនមែនមនុស្សម្នាក់នេះទេគឺបកគោនេះ1 2 3នេះហើយបាទអាហ្នឹងដដែលហើយចឹងនៅក្នុងប្លង់ថតមួយវាអាចមានប្លង់composition ផ្សេងទៀតចូលរួមបាទអញ្ចឹងនៅក្នុងនេះវាមានឧទាហរណ៍ណាបាទយើងពុះមើលបាទនេះ1ភាគ3អីហើយមាន repetition មួយទៀតបាទចុះអានេះអីគេនេះមើលទៅដូចបន្ទាត់នេះបាទនេះដូចបន្ទាត់នេះចាហ្នឹងគេហៅ leading line ណាបាទយើងមើលមួយទៀតទៅឃើញនេះ leading line ចឹងនេះគឺការថត leading line គឺវាធ្វើឲ្យបន្ទាត់មួយឬក៏អីមួយរត់ទៅរមនុស្សរបស់យើងឬក៏តួអង្គសំខាន់នៅក្នុងរូបថតរូបភាពរបស់យើងឬក៏វីដេអូរបស់យើងទៅចឹងយើងថតទៅមើលបាទនេះបន្ទាត់នេះនាំទៅនេះក៏នាំទៅនៅក្នុងនេះមាន reading line ផងមាន repetition ផងណាបាទប៉ុន្តែ repetition នេះអត់សូវស្អាតប្រហែលនេះបាទចឹងពីច្រើនយើងថត leading line នេះគឺយើងប្រើពពួក wide angle lens មានន័យថា lens ដែលថតទៅលាយនៅលើកាមេរ៉ាទូរស័ព្ទដៃមានដូចគ្នាយើងយក wide angle ឬក៏ extra wide angle អញ្ចឹងទៅបើសម្រាប់ lens នៅលើកាមេរ៉ាយើងយក16 mm ឬក៏35អីចឹងទៅបាទបាទបើយើងយកពពួកដូចជាម្ដុំ80 mm ឬក៏85 mm ឬក៏200យើងអាចយើងពិបាកនឹងការចាប់យក leading line បានដោយសារវាអត់ទលាយណាបាទប្លង់អត់ទលាយអូខេអញ្ចឹងទៅទៀតនេះគេ frame in frame ប្លង់ក្នុងប្លង់អញ្ចឹងនេះការថតប្លង់ផងយើងត្រូវរកមើលប្រឡោះប្រហោងអីមួយទៅដើម្បីបដោតទៅលើមនុស្សរបស់យើង subject របស់យើងអញ្ចឹងនៅពេលដែលបងប្អូនថតបើសិនជាថតលើទូរស័ព្ទដៃយើងចុចទៅលើមនុស្សផងដើម្បីកុំឲ្យវា focus ខុសប្លង់បាទបើកាមេរ៉ាកាន់តែពិបាកទៀតបើសិនជាកាមេរ៉ាបងប្អូនយើងត្រូវមើលចំណុច focus របស់យើងត្រូវវាចាប់យកមនុស្សនៅឬក៏ពេលខ្លះវាចាប់យកកន្លែងអីផ្សេងណាបាទ negative space បាទ negative space នេះគឺយើងអាចនិយាយថាចន្លោះផ្ទុយអីចឹងទៅឬអានេះដោយសារយើងបកភាសាបច្ចេកទេសត្រូវតែអញ្ចឹងបងប្អូនហៅពាក្យដដែលទៅ negative space negative នឹងដក space នេះចន្លោះតនេបាទអញ្ចឹងមានន័យថាយើងថតធ្វើម៉េចឲ្យវាមានចន្លោះតនេច្រើនដើម្បីឲ្យមនុស្សរបស់យើង subject របស់យើងនេះវាមានការបដោតខ្លាំងអញ្ចឹងឃើញខាងនេះមិនមែនពណ៌សទាំងអស់ទេជាផ្ទៃមេឃហើយមានស្រមោលមានអីចឹងទៅមានសមុទ្រមានថ្មប៉ុន្តែវា blur ចេញបាត់ហើយអញ្ចឹងនេះដែលគេបដោតគឺថតមកភ្លាមឃើញមនុស្សម្នាក់នេះភ្លាមបាទអញ្ចឹងយើងអាចថតនៅលើអញ្ចាំងលើអីបានណាបាទហើយក្នុងនេះវាអាចមានចូលប្លង់អីផ្សេងទៀតបងប្អូនអាចមើលបានមួយទៀតការថតយើងក្រៅពី composition យើងអាចមើលជាមួយនឹងពណ៌ការពណ៌ប្រើ color theory ហ្នឹងគឺបងប្អូនត្រូវរៀនទៀតដែលនឹងពាក់ព័ន្ធមួយការ design តែក្នុងខ្ញុំអាចប្រាប់បានខ្លះដែរជាមួយនឹងពណ៌គឺវាមានពីរប្រភេទវាអាចបែងចែកជាពីរក្រុមមានថាពណ៌ក្តៅហើយនិងពណ៌ត្រជាក់នេះពណ៌ក្តៅនៅខាងលើនេះបងប្អូនម្ដុំពណ៌លឿងម្ដុំក្រហមនេះពណ៌ត្រជាក់ហើយម្ដុំពណ៌ខៀវនេះអញ្ចឹងទីបងប្អូនថតយើងអាចរៀបចំការថតដូចជាសម្លៀកបំពាក់អីហ្នឹងយើងអាចមើលថាយើងចង់ថតបែបណាcolor theory មានថាគោលការណ៍ពណ៌ហ្នឹងវាមានច្រើនប្រភេទពណ៌ទីយើងថតបែបពណ៌ផ្ទុយយើងថតមិនយើងថតឲ្យមានឧទាហរណ៍សម្លៀកបំពាក់មនុស្សពណ៌នេះទៅហើយយើងថតមួយជាងពណ៌នេះបាទឬក៏មនុស្សពាក់កៅអៅបែបនេះយើងថតជាមួយផ្ទៃមេឃដែលមានពណ៌បែបនេះបាទអញ្ចឹងពណ៌គ្នាផ្ទុយគ្នាមួយទៀត complementary ពណ៌ដែលស្តៀងគ្នាហ្នឹងគេរាប់ជាប់គ្នា1 2 3ឧទាហរណ៍បងប្អូនថតយកពណ៌ខៀវយើងមានពណ៌នេះលាយបាទអញ្ចឹងទៅហើយបើយើងថតយកពណ៌ក្រហមយើងមានបែបនេះទៅហ្នឹង complementary ហើយពេលខ្លះវាអាចចន្លោះគ្នា1 2 3អញ្ចឹងទៅវាតាមប្រភេទ theory របស់គេតាមប្រភេទគោលការណ៍ពណ៌គេអញ្ចឹងនៅក្នុងហ្នឹងគឺយើងអាចគិតទៅលើមើល color theory ដែរនៅពេលដែលយើងថតអានេះវាអាចយើងរៀបចំនៅក្នុងប្លង់ពេលយើងថតតែម្ដងឬក៏យើងអាចកែពេលក្រោយបានប៉ុន្តែភាគច្រើនគឺនៅពេលដែលយើងកែពេលក្រោយវាអត់សូវបានស្អាតខ្លាំងទេដោយសារយើងពិបាកការកែពណ៌មួយទៀតគេហៅ selective focus នេះគឺបច្ចេកទេសនេះនៅក្នុង composition ដូចគ្នាដែរបដោតយកមួយចឹងនៅក្នុងនេះរូបមាន subject ប្រហែល1 2បាទ
ឆ្កែនឹងមនុស្សបាទហើយយើងមើលណាយើងមាន foreground background ដូចគ្នា foreground របស់យើងស្មៅ blur អស់ហើយ subject របស់យើងឆ្កែហើយមនុស្ស background blur អារូបនេះមនុស្សនេះក៏នៅតែសំខាន់ដែរគាត់នៅថាវា blur ចេញជាង blur ចេញឲ្យព្រិលដើម្បីបដោតថាឆ្កែនេះគឺមានគ្រួសារមួយចាំគាត់អញ្ចឹងតែបាទយើងអាច focus មនុស្សនេះក៏បានហើយធ្វើឆ្កែ blur ស្មៅ blur បានអញ្ចឹងមានថាយើងថត select បែបដែលយើងមើលមុនហ្នឹងបាទយើងយកតែមួយទៅដើម្បី background ឬក៏ foreground យើង blur អញ្ចឹងតែថតបែបមួយទៀត composition នេះហៅ symmetry យើងពិបាកអង្គការរកប្លង់ថតដែរ symmetry នេះគឺយើងថតបែបបស៊ីគ្នាឬស្មើគ្នាអញ្ចឹងយើងមើលអីគេដែល symmetry វាដូចជាយើងថតដាក់កញ្ចក់ឆ្លុះទល់គ្នាអញ្ចឹងណាបាទខាងឆ្វេងខាងស្ដាំឃើញរូបដូចគ្នាបាទស្ពាននេះដូចគ្នាទាំងអស់អញ្ចឹងបើមនុស្សបើយើងចង់ចូលមកថតឡើយហ្នឹងស្អាតយើងអាចឈរនៅគីនេះបានប៉ុន្តែបើចង់ឲ្យ symmetry ជាមួយជាមួយស្ពានដែរឈរនៅចំកណ្ដាលនេះទៅចំចំណុចកណ្ដាលមកមុខរបស់គាត់មកយើងឆ្វេងមកយើងស្ដាំហើយកែកាដូចគ្នាទៅបាទហ្នឹងហៅ symmetry ដែរអញ្ចឹងបងប្អូនអាចរកមើលប្លង់ហ្នឹងបាននៅពេលដែលយើងមានវត្ថុអីដែលមើលទៅវាអាចថាដូចគ្នា symmetry បាទអូខេប្លង់ថតវីដេអូយើងអាចលាយផ្សំជាមួយនឹង composition mìnhបានដូចគ្នានេះវាពាក់ព័ន្ធជាមួយនឹងការកាន់ទីតាំងកាន់របស់កាមេរ៉ាដែរបាទទីតាំងកាន់កាមេរ៉ានិងការចាប់យកទៅលើ subject របស់យើងចាប់ត្រង់កន្លែងណាបាទអានេះគេហៅថា extreme close up ជិតខ្លាំងយើងថតយកមុខកែភ្នែកទេបាទដោយសារយើងចង់ដឹងថាអារម្មណ៍ទស្សនារបស់គាត់កំពុងតែខឹងឬក៏សប្បាយចឹងទៅណាបាទហើយបងប្អូនថត make up អីអាចឆ្លាញ់នឹងដែរប៉ុន្តែ model យើងអាចពិបាកតិចពីព្រោះនៅពេលយើងថតយកភ្នែកយក make up អញ្ចឹងឧទាហរណ៍យើងចង់ឲ្យគាត់សម្ដែងអារម្មណ៍ថាគាត់កំពុងតែសប្បាយឯកាលន់លាយគឺគាត់ត្រូវប្រើកែភ្នែករបស់គាត់ហ្នឹងសម្ដែងចេញនូវចេតនាហ្នឹងដោយមិនបាច់ចាំឲ្យឃើញម៉ត់ឃើញអីថាគាត់កំពុងតែខឹងទេបាទអញ្ចឹងហ្នឹងគឺខាងអ្នកសម្ដែងគាត់ចេះហើយបាទហើយ close up នេះថតបែបចិត្តនេះគឺយើងយកមកត្រឹមតែក្បាលទេបាទត្រឹមផ្ទៃមុខក្បាលបាទយើងមើលគេលាយគ្នាបាទclose up នេះគឺ rule of third ដែល1/3ណាបាទ rule of third បាទអញ្ចឹងឃើញទេ medium shot នេះគឺយើងយកទៅចកេះនឹងខ្លួនទេបាទ medium shot យើងមើលនៅពេលយើងថត medium shot យើងឃើញបរិបទជុំវិញយើងអាចចាប់ដើមឃើញបានខ្លះណាបាទយើងនឹងថាគាត់នៅណាហើយមួយទៀត full shot នេះគឺថតយកមកតួពេញខ្លួននេះមកហើយយើងអាចឃើញបរិស្ថានជុំវិញមកគាត់ដែរឃើញមនុស្សកំពុងតែដេញអញ្ចឹងទៅនេះ long shot ឬក៏ wide shot យើងថតបែបប្លង់ទលាយថតឲ្យឆ្ងាយឬក៏យើងប្រើ wide angle lens មកបាទយើងដឹងថាគាត់នៅតាណាហើយយើងមើលណាយើងឃើញមនុស្សទាំងអស់ហើយនៅសល់កន្លែងតានេទៀតអានេះគឺ extra long shot មានន័យថាថតឆ្ងាយខ្លាំងថតដើម្បីឲ្យឃើញទស្សនភាពថានៅតំបន់ហ្នឹងជាអីគេជាស្រុកស្រែស្រែចកាយអញ្ចឹងទៅណាបាទពីច្រើនយើងឈរថតពីកន្លែងខ្ពស់ឬក៏ពីកន្លែងដែលឆ្ងាយខ្លាំង over shoulder shot នេះយើងថតពីស្មាដើម្បីបង្ហាញពីការសន្ទនាអញ្ចឹងអានេះយើងមើលណាពីស្មារបស់ម្នាក់ស្រីនេះមកម្នាក់ប្រុសនេះបាទមិនមែនតែយើងឈរពីក្រោយចំទេពីច្រើនគេថតប្រឆិតតែបងប្អូនអាចថតពីក្រោយចំក៏បានប៉ុន្តែបើសិនជាយើងប្រើបើសិនជាយើងថតវីដេអូដែលមានកាមេរ៉ា 2-3 យើងអាចថតប្រឆិតចេះដើម្បីកុំឲ្យឃើញកាមេរ៉ាមកខាងទៀតណាបាទនេះ POV នេះគឺថតអានេះបើភាសាបកមកខ្មែរខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែភាសារបស់វាគឺមានន័យថាភ្នែករបស់យើងឃើញមិនគឺយើងឃើញអញ្ចឹងណាបាទ point of view កន្លែងណាអញ្ចឹងនេះមិនមែនជា subject របស់យើងទេមិនមែនជាតួអង្គឯកទេតួអង្គឯកគឺយើងឬក៏ជា actor ជាតួសម្ដែងរបស់យើងដោយសារតួសម្ដែងគាត់កំពុងសន្ទនាជាមួយប្រុសម្នាក់នេះអញ្ចឹងគាត់ឃើញអីយើងឃើញនឹងដូចគ្នាអញ្ចឹងគឺអ្នកនិពន្ធឬក៏អ្នកដឹកនាំឬក៏ចង់ឲ្យយើងឃើញថាយើងប្រៀបបានដូចជាតួអង្គនឹងដែរអញ្ចឹងភាគច្រើនយើងប្រើនៅលើ action camera ដែលគេថតពេលគេកំពុងតែជិះម៉ូតូជិះកង់អីចឹងបាទអូខេអញ្ចឹងអស់ហើយមានប៉ុណ្្នឹងអញ្ចឹងបងប្អូនអាចតបបទពិសោធន៍ហើយមើលទៅមកជាមួយនឹងមេរៀនហ្នឹងទៅហើយអាចយកមេរៀននោះដែលខ្ញុំផ្ញើជូននោះមានជា PDF ដែរអញ្ចឹងអាចរំលឹកទៅវិញទៅមកហើយនៅពេលដែលយើងអនុវត្តច្រើនយើងអាចមានតិចនិចច្រើនបាទព្រោះសម្រាប់ការថតរូបហ្នឹងឬក៏ការកែរូបកែពណ៌ហ្នឹងវាជាសិល្បៈចឹងនៅពេលដែលបងប្អូនចេះគោលការណ៍ចេះអស់ហើយបងប្អូនត្រូវលៃលោកធ្វើមិនឆាត់ជាងទៅមិនគូវាឬក៏ផលិតរូបឬក៏ពណ៌ទាំងអស់ហ្នឹងទៅតាមចំណង់ចំណូលចិត្តឬក៏តាមការសម័យរបស់យើងបាទអរគុណច្រើនបាទ